រឿងcháuកំបិតបន្ទះកាលពីដើមឡើយមានបុរសពីរនាក់ជាបងប្អូននឹងគ្នាម្ដាយឪពុកស្លាប់អស់ទៅនៅតែពីរនាក់បងប្អូនក៏បបួលគ្នាទៅនៅវត្តរៀនអក្សរធម៌អាសាស្ត្រាចារ្យបាលីនិងលោកគ្រូសង្ឃរាជលោកក៏មេត្តាករុណាព្រានប្រដៅឲ្យរៀនសូត្រក្មេងទាំងពីរនាក់ព្យាយាមណាស់រកក្មេងណាស្មើពុំបានដល់រៀនចប់លោកគ្រូក៏បំបួសនេនទាំងពីរពុំខ្ជិលសោះខំរៀនសូត្រនិងបម្រើគ្រូពុំឲ្យគ្រូអអន់ប្រតិយឡើយនេនទាំងពីរបួសបាន5វស្សានឹកចង់សឹកក៏ចូលទៅវន្ទាគ្រូសឹកលោកគ្រូក៏ព្រមឲ្យសឹករួចលោកគ្រូផ្ដាំបុរសជាបងឲ្យទៅរកស៊ីនៅស្រុកចិននឹងបានផាច់ចៅសួធំនៅស្រុកចិនរីឯបុរសប្អូនលោកគ្រូពុំបានផ្ដាំអ្វីឡើយត្បិតគ្រូមើលឲ្យឃើញថាបុរសប្អូននឹងបានសោយរាជ្យជាស្ដេចនគរ2ទើបលោកគ្រូផ្ដាំថាចៅឯងទៅរកស៊ីបើនឿយណាស់កុំដេកយកប្រពន្ធត្រូវមើលម្ដាយក្មេកចូលដំណេកកុំនិយាយនឹងប្រពន្ធបើឯងរក្សាពាក្យទាំង3ម៉ាត់នេះបានស្មើបាននគរ2អញគ្មានអ្វីឲ្យឯងទេបុរសទាំងពីរនាក់បងប្អូនក៏លាគ្រូដើរទៅបុរសបងទៅរកស៊ីឯស្រុកចិនតាមពាក្យគ្រូផ្ដាំក៏បានជាចៅសួធំមែនបុរសប្អូនមិនដឹងរកស៊ីអ្វីទៅនៅនឹងបងប្អូនញាតិសន្តានគេក៏អាណិតដណ្ដឹងប្រពន្ធរៀបការធ្វើផ្ទះឲ្យនៅបុរសនោះភ្លេចពាក្យគ្រូផ្ដាំក៏នៅរកស៊ីនឹងប្រពន្ធជួនមានស៊ីជួនអត់បានព្រឹកអត់ល្ងាចបានល្ងាចអត់ព្រឹកសម្ពុតស្លៀកក៏គ្មានតែខោកញ្ចាស់ពាក់កណ្ដាលផ្លូវមួយដាច់លេចមុខលេចក្រោយបុរសនោះតែងដើរទៅកំពង់ទឹកក្រែងមានគេមកពីស្រុកចិននឹងបានសួរដំណឹងពីបងរបស់ខ្លួនថ្ងៃមួយមានសំពៅមកពីស្រុកចិនបុរសនោះក៏ចុះទៅសួរគេថានាយសំពៅអើយអ្នកមានបានប្រទះខ្មែរម្នាក់ដែរទេគាត់ទៅនៅរកស៊ីស្រុកចិន5ឆ្នាំហើយនាយសំពៅប្រាប់ថាឃើញខ្មែរម្នាក់ដែរឥឡូវគេបានជាចៅសួយធំមានការងារក្នុងស្រុកចិនគ្មានអ្នកណាស្មើទេបុរសសួរទៅនាយសំពៅថាអ្នកនាយសំពៅអញ្ជើញទៅវិញថ្ងៃណានាយសំពៅប្រាប់ថា3ថ្ងៃទៀតខ្ញុំវិលទៅវិញហើយបុរសនិយាយនឹងនាយសំពៅថាអ្នកនាយសំពៅបើអ្នកអញ្ជើញទៅវិញសូមអ្នកអាណិតឲ្យខ្ញុំទៅដោយសារផងនាយសំពៅព្រមឲ្យទៅបុរសនោះក៏លានាយសំពៅមកផ្ទះវិញទៅដល់ផ្ទះបុរសនិយាយនឹងប្រពន្ធថានាងអើយយើងសពថ្ងៃនេះក្រលំបាកណាស់ឥឡូវនេះឮដំណឹងថាបងអញដែលទៅនៅស្រុកចិនគេបានជាចៅសួយធំក្នុងស្រុកចិនឥឡូវបងចង់ទៅសួរក្រែងបងគេឃើញឯងក្រគេអាណិតឲ្យប្រាក់កាសចាយសម្ពុតអាវស្លៀកពាក់ខ្លះប្រពន្ធឮប្តីនិយាយដូច្នេះសួរថាចុះអ្នកទៅជាមួយអ្នកណាបុរសជាប្តីប្រាប់ថាបងសុំទៅដោយសារសំពៅគេព្រមឲ្យទៅ3ថ្ងៃទៀតគេចេញសំពៅហើយប្រពន្ធថាបើអ្នកទៅក៏ទៅចុះលុះដល់3ថ្ងៃបុរសក៏ចុះទៅនាយសំពៅឃើញបុរសនោះទៅក៏គេហៅចុះសំពៅចេញទៅកាលបើសំពៅរៀងទៅបុរសនោះមើលថែទាំជួយរក្សារបស់ទ្រព្យនាយសំពៅដូចរបស់ខ្លួននាយសំពៅឃើញបុរសនោះមានគំនិតមាយាទល្អក៏ស្រឡាញ់រាប់អានអាណិតឲ្យបាយទឹកស៊ីតែសពថ្ងៃរៀងទៅឯប្រពន្ធបុរសនោះកាលក្រោយបុរសជាប្តីទៅស្រុកចិនក៏លួចមានសហាយមកដល់ផ្ទះដេករាល់យប់ហើយត្រឡប់ទៅវិញពេលថ្ងៃនិយាយពីបុរសដែលនៅជាមួយនាយសំពៅលុះដល់ស្រុកចិនក៏សួរនាយសំពៅថាវិលទៅស្រុកខ្មែរវិញថ្ងៃណាប្រាប់ខ្ញុំផងនាយសំពៅប្រាប់ថា3ថ្ងៃទៀតនឹងចេញទៅបុរសឮដូច្នេះក៏ទៅសួររកបងទៅដល់មកផ្ទះទ្វារបងឃើញមនុស្សចាំទ្វារសួរគេថានេះហើយឬផ្ទះលោកចៅសួខ្មែរអ្នកចាំទ្វារប្រាប់ថានេះហើយផ្ទះលោកចៅសួអ្នកចាំទ្វារសួរបុរសវិញថាអ្នកឯងមកពីណាមកសួររកផ្ទះចៅសួបុរសប្រាប់ថាខ្ញុំមកពីស្រុកខ្មែរលោកចៅសួនេះជាបងខ្ញុំបង្កើតមនុស្សចាំទ្វារមើលទៅបុរសនោះរូបអាក្រក់ស្លៀកពាក់ខោអាវពាក់កណ្ដាលផ្លូវសម្ពុតគ្មានដណ្ដប់លេចមុខលេចក្រោយមិនសមប្អូនចៅសួសោះ
អ្នកចាំទ្វារមិនស្ងៀមទៅប្រាប់លោកចៅសួលោកចៅសួមិននៅទៅគាល់ស្ដេចក៏ជម្រាបប្រពន្ធថាអ្នកចៅវាយស្រីមានមនុស្សមកពីស្រុកខ្មែររូបអាក្រក់ស្លៀកពាក់កណ្ដាលផ្លូវគុណទៅខោដាច់លេចមុខលេចក្រោយហើយប្រាប់ខ្ញុំថាត្រូវជាបងប្អូនលោកចៅវាយប្រុសបង្កើតឥឡូវខ្ញុំបានឲ្យចាំនៅមាត់ទ្វារនាងជាប្រពន្ធចៅសួនោះនឹកខឹងថាយីអាមនុស្សកំសត់ទូរគុតនេះមកពីណាក៏ហ៊ានមកបង្កាច់គេថាប្តីអញជាបងវាបង្កើតក៏ប្រើមនុស្សឲ្យចាប់បរោះនោះដាក់ច្រវាក់ទុកនៅរោងសេះហើយថាចាំប្តីមកនឹងឲ្យយកទៅសម្លាប់បរោះនោះលុះគេយកទៅដាក់ច្រវាក់ក៏នឹកថាអោអញអើយសង្វាតមកពីស្រុកខ្មែរដល់ស្រុកចិនព្រោះតែបងឥឡូវគេមានគេពុំគិតអាណិតឈាមដែលកើតមកពោះជាមួយគ្នាសោះគេស្មើមានគេហ៊ានចាប់ឯងមកដាក់ច្រវាក់និងសម្លាប់ផងអោអញអើយបើទៅស្រុកខ្មែរវិញរកស៊ីតាមខ្លួនក្រគ្មាននរណាហ៊ានធ្វើបាបទេបរោះនោះពុំដឹងថាបងទៅគាល់ស្ដេចលុះចៅសួជាបងវិលមកដល់ផ្ទះប្រពន្ធប្រាប់ថាមានបុរសកំសត់ម្នាក់មកពីស្រុកខ្មែរនិយាយថាលោកជាបងបង្កើតតែខ្លួននោះអាក្រក់ស្លៀកពាក់ខោពាក់កណ្ដាលផ្លូវដាច់លេចមុខលេចក្រោយឥឡូវខ្ញុំឲ្យដាក់ច្រវាក់ទុកនៅរោងសេះចាំលោកអញ្ជើញមកឲ្យនាំទៅសម្លាប់ចៅសួជាបងឮហើយថាទៅយកវាមកមើលក្រែងប្អូនបង្កើតមែនហើយចៅសួឲ្យដោះច្រវាក់បរោះនោះលុះបរោះនោះមកដល់ស្គាល់ថាជាប្អូនបង្កើតមែនក៏រៀបបាយឲ្យស៊ីមើលទៅប្អូនឃើញស្លៀកពាក់ខោដាច់ពាក់កណ្ដាលផ្លូវចៅសួក៏ឲ្យខោមួយស្លៀកហើយសួរប្អូនថាប្អូននៅឯនាយក្រអីម្លេះសពថ្ងៃរកស៊ីអ្វីនឹងគេបរោះប្អូនប្រាប់តាមដំណើរថាខ្ញុំនៅឯនាយមិនដឹងរកស៊ីអ្វីទេក្រណាស់ហើយមានប្រពន្ធផងបានអីស៊ីបងឮប្អូននិយាយក៏អាណិតប្អូនមិនចេញស្ដីហើយសួរថាប្អូនមកជាមួយអ្នកណាបរោះប្អូនជម្រាបថាខ្ញុំមកនឹងនាយសំពៅគេឲ្យដោយសារមកចៅសួជាបងសួរថាចុះគេទៅវិញថ្ងៃណាបរោះប្អូនប្រាប់បងថា3ថ្ងៃទៀតគេចេញសំពៅទៅវិញចៅសួបងដឹងដូច្នេះក៏នៅស្ងៀមឲ្យនៅលើកបាយមកហូបហៅបរោះជាប្អូនស៊ីបាយជាមួយគ្នាលុះស៊ីរួចប្រាប់ប្អូនថាប្អូននៅដេកផ្ទះនេះចុះបងទៅលេងផ្ទះចិនសែចៅសួទៅផ្ទះចិនសែឃើញក៏រៀបកៅអីថ្នាំចិនខ្សៀទឹកតែទទួលហើយចៅសួនិយាយនឹងចិនសែថាអ្នកចិនសែខ្ញុំមករកមើលឲ្យប្អូនខ្ញុំបន្តិចវាចេះតែក្រីក្រអញ្ចឹងទៅឬវានឹងគ្រាន់បើជាងគេឡើងដែរចិនសែទីសិភើរកមើលសពទៅទាយថាប្អូនលោកមិនមែនជាអ្នកក្ររហូតទេ7ឆ្នាំទៀតនឹងបានសោយរាជ្យជាស្ដេចនគរ2លោកនឹងបានជាធំក្នុងរាជការដោយសារប្អូនប៉ុន្តែឥឡូវនេះលំបាកណាស់ដល់វិលទៅស្រុកខ្មែរពាក់កណ្ដាលផ្លូវនឹងបានទ្រព្យតម្លៃនគរ2ជាសម្រាប់ខ្លួនតែថាឃ្លាតទៅវិញដល់កំណប់បានសោយរាជ្យនឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញទាំងអស់ចៅសួបានដឹងដំណឹងប្អូនដូច្នេះក៏លាចិនសែទៅផ្ទះវិញដល់3ថ្ងៃនាយសំពៅគេផ្ទុកសំពៅរៀបនឹងចេញទៅថ្ងៃនោះចៅសួជាបងយកផាដើមមកហែកមួយត្បូងហុចទៅឲ្យបរោះជាប្អូនបរោះជាប្អូនក៏ទទួលយកផាដើមមួយត្បូងលាបងចុះទៅដើរបណ្ដើរគិតបណ្ដើរនឹកតូចចិត្តស្ទើរមិនចង់កាន់ផាដើមនោះសោះចេះតែនឹកតូចចិត្តថាអោបងប្អូននឹងគ្នាតាំងពីឪពុកម្ដាយស្លាប់ចោលទៅនៅកំព្រាតែ2នាក់បងប្អូនកាលវេលាក្រចេះស្រឡាញ់រាប់អានគ្នាដល់វេលាមានទាត់គ្នាចោលស្មើងមានស្មើមិនរាប់គ្នាមាសប្រាក់ដាក់ឃ្លាំងកគោកមិនយកឲ្យគ្នាមួយស្លឹកយកតែខ្មោចផាដើមឲ្យគ្នាមួយត្បូងបុរសនោះដើរទៅដល់កំពង់ក៏ឡើងលើសំពៅនាយសំពៅឲ្យកូនឈ្នួលស្រ័យយុទ្ធការក្តោងបើកទៅហើយនាយសំពៅសួរបរោះនោះថាប្អូនទៅឲ្យលោកចៅសួរតើលោកឲ្យអ្វីខ្លះ
បរោះប្រាប់នាយសំពៅថាគ្មានឲ្យអ្វីទេឲ្យតែផាដើមមួយត្បូងនិងខោមួយនាយសំពៅបានដឹងហើយក៏នៅស្ងៀមលុះបើកសំពៅទៅដល់ពាក់កណ្ដាលផ្លូវយប់ងងឹតនឹងទៅពុំរួចក៏ឲ្យបោះយុទ្ធការដេកហេតុតែបុណ្យដល់បុរសក៏នៅឃើញពាក្យដែលគ្រូផ្ដាំថានឿយណាស់កុំដេកឥឡូវអស់អ្នកសំពៅនោះដេកអស់ដូច្នេះអញកុំដេកអង្គុយនៅក្បែរក្តោងពុំហ៊ានដេកលុះដល់អត្រាតមានយក្សមួយហោះមកឃើញសំពៅវាចុះមកពងនឹងស៊ីមនុស្សហើយវាឈ្ងោកមើលទៅក្នុងសំពៅធ្លាក់ពុកមាត់ទៅលើបរោះនោះក៏ស្ទុះទៅច្រវាចាប់ជាប់ហើយស្រែកថាឯងស្លាប់នឹងដៃអញឥឡូវនេះហើយយក្សឮបរោះថាដូច្នេះក៏ផិតភ័យណាស់តែស្ទុះទៅមិនរួចត្បិតបរោះនោះចាប់ពុកមាត់ជាប់យក្សភ័យក្រែងស្លាប់ក៏និយាយនឹងបរោះនោះថាអ្នកបុរសអើយបើអ្នកអាណិតលែងខ្ញុំនឹងតបគុណអ្នកជាខ្សែចងដៃបំពង់វាយឯងឆ្នាំងឆ្អិនឯងខ្សែនឹងដំបងនេះបើមានបច្ចាមិត្តមកពីណាប្រមាថឲ្យតែខ្សែទៅចងដំបងទៅវាយបច្ចាមិត្តនោះនឹងស្លាប់វិនិច្ឆ័យអន្តរាយអស់ឯឆ្នាំងនេះបើឃ្លានអាហារចំណីហើយនឹងចង់បរិភោគអាហារចំណីអ្វីប្រាប់ឆ្នាំងថាឆ្អិនឡើងអញស៊ីក៏ឆ្អិនឯងឡើងបានបរិភោគមិនចាំបាច់ដាំឡើយបុរសនោះឮដូច្នេះក៏និយាយថាបើដូច្នេះយកឯងយកមកឲ្យអញសិនសឹមអញលេងយក្សក៏ហុចប្រដាប់ទាំងនោះមកឲ្យបុរសនោះទទួលយកហើយលែងយក្សនោះទៅយក្សក៏ហោះទៅលំនៅរបស់វាវិញលុះព្រឹកឡើងបុរសនិយាយប្រាប់នាយសំពៅថាអ្នកនាយសំពៅយប់មិញមានយក្សមួយមកគិតនឹងស៊ីយើងរាល់គ្នាកុំតែបានខ្ញុំកុំអីយក្សវាស៊ីអស់ទៅហើយបើនាយសំពៅមិនជឿខ្ញុំសូមមើលសំណូកយក្សដែលវាសូខ្ញុំនេះមានខ្សែចងដៃឯងដំបងវាយឯងឆ្នាំងឆ្អិនឯងផងនាយសំពៅឮដូច្នេះសួរថានៅឯណាប្អូនយកមកឲ្យបងមើលផងបរោះនោះហេតុតែជាមនុស្សត្រង់ក៏យករបស់ទាំងអស់នោះបង្ហាញនាយសំពៅឃើញរបស់ទាំងនោះនឹកថារបស់ទាំងនេះមានតម្លៃឥតស្ដេចនិមឺនណាមានឡើយបរោះនោះមានសំណាងខ្ពស់អីម្លេះបានទ្រព្យយ៉ាងនេះនាយសំពៅនឹកទៀតថាបរោះនេះល្ងងឆោតណាស់អញគិតបញ្ឆោតវាថាទុករក្សាឲ្យបើសំពៅទៅដល់គោកត្រង់ណាអញនឹងបញ្ឆោតឲ្យវាឡើងហើយអញបើកសំពៅទៅចោលអញនឹងយកទ្រព្យទាំងអស់នេះនាយសំពៅគិតដូច្នេះហើយនិយាយថាសូមប្អូនឲ្យទ្រព្យរបស់ទាំងនោះមកឲ្យបងរក្សាទុកត្បិតប្អូនឯងគ្មានហឹបដាក់បរោះគិតស្មានថានាយសំពៅគេយកមករក្សាទុកឲ្យតាមត្រង់មិនដឹងគេទុច្ចរិតនឹងខ្លួនឡើយទើបយករបស់ប្រគល់ទៅនាយសំពៅទាំងអស់នាយសំពៅក៏បើកសំពៅទៅដល់ចុងកោះមួយដែលមានដើមល្វាមួយដើមដុះក្នុងទឹកនាយសំពៅឲ្យចាប់ដើមល្វានោះឈប់ហើយនិយាយនឹងបរោះនោះថាបងចង់ប្រើប្អូនឲ្យឡើងបេះផ្លែល្វាស៊ីបរោះឮនាយសំពៅប្រើក៏ឡើងដើមល្វាបេះផ្លែមិនដឹងថាគេនឹងចេញសំពៅទៅចោលសោះហើយនាយសំពៅចង្អុលថាហោប្អូនឡើងទៅលើមែកឈើប្អូនបោះឯចង្កំធំនោះឲ្យបងបុរសក៏ឡើងទៅលើមែកឈើនាយសំពៅឲ្យកូនឈ្នួលច្រានសំពៅបើកចោលបុរសនោះទៅបុរសស្រែកហៅគេឲ្យមកយកគេពុំមកបុរសគិតថាអោអញអាយគេបញ្ឆោតឲ្យឡើងដើមល្វាគេចេញសំពៅទៅចោលគេគិតយករបស់ឯងខ្លួនឯងគេចោលឲ្យស្លាប់ម្នាក់ឯងនៅកណ្ដាលសមុទ្របើនឹងស្លាប់នឹងរស់ឲ្យតែឆ្នាំងឆ្អិនឯងវានៅគ្រាន់នឹងបានចំអិនបាយចំណីស៊ីទម្រាំបានសំពៅគេមកនឹងសុំដោយសារគេទៅឥឡូវបាយក៏អត់សំពត់ដណ្ដប់ក៏គ្មានសមនឹងស្លាប់ពុំលេងបរោះនោះនឹកអាណិតអាត្មាក៏យំសោកលុះយប់មានជ្រូកមួយដែលមកស៊ីផ្លែល្វាទុំជ្រូកនោះមានកែវពំដើរលើទឹកបានលុះអាត្រៀតស្ងាត់ជ្រូកនោះពំកែវដើរលើទឹកមករើសផ្លែល្វាស៊ីបរោះឃើញជ្រូកដាក់កែវនៅលើគល់ល្វាក៏បេះផ្លែល្វាចោលទៅឆ្ងាយឲ្យជ្រូកតាមទៅស៊ីខ្លួននឹងឆក់យកកែវជ្រូកនោះ
ហេតុតែកុសលត្រូវមានបុណ្យជ្រូកនោះក៏ទៅស៊ីឆ្ងាយពីកែវបរោះក៏សម្រត់ចុះមកឆក់កែវពីជ្រូករត់ចេញទៅខំដើរទាំងយប់លុះព្រឹកបានទាន់សំពៅក៏ស្រែកហៅថាអ្នកនាយសំពៅចាំខ្ញុំផងនាយសំពៅឮមាត់បែរទៅមើលឃើញស្គាល់ជាបរោះក៏ឲ្យបូក្តោងឈប់ចាំបរោះទៅដល់ឡើងលើសំពៅនិយាយថាអ្នកបងនាយសំពៅមិនគួរគិតអាក្រក់មកចោលខ្ញុំឲ្យស្លាប់កណ្ដាលសមុទ្រសោះកុំតែកុសលខ្ញុំមានកុំអីស្លាប់បងអាសាតែម្នាក់ឯងនាយសំពៅឆ្លើយដោះថាប្អូនអើយបងស្មានថាប្អូនចុះមកក្បាលសំពៅហើយបងមិនមានគិតចង់ចោលប្អូនទេហើយនាយសំពៅថាប្អូនបានអីក៏ដើរលើទឹកបានបរោះថាខ្ញុំមានកែវជ្រូកបានជាខ្ញុំដើរលើទឹកបាននាយសំពៅហេតុតែមានចិត្តអកតញ្ញូក៏ថាប្អូនឲ្យបងទុកឲ្យបរោះគិតឃើញថានាយសំពៅនេះវាគិតបញ្ឆោតអញទៀតហើយក៏គិតថាសូមអ្នកនាយសំពៅយករបស់ទាំងនោះមកឲ្យខ្ញុំសិនខ្ញុំប្រមូលឲ្យស្រួលសឹមជូនទៅអ្នកវិញត្បិតរបស់នោះមានប្រយោជន៍អីដល់ខ្ញុំគង់តែខ្ញុំជូនអ្នកទាំងអស់ទេនាយសំពៅឮដូច្នេះនឹកថាបរោះនេះវាជាអ្នកល្ងង់គង់តែបានមកដៃអញវិញទាំងអស់ទេក៏យកខ្សែចងដុំវាយឯងឆ្នាំងឆ្អិនឯងនិងផាដើមមួយត្បូងព្រមទាំងខោអាវឲ្យបរោះនោះបរោះទទួលរៀបវិចរួចសពគ្រប់ក៏សំពះលានាយសំពៅចុះពីលើទឹកទៅនាយសំពៅនឹកស្ដាយក្រោយមិនចេញស្ដីមួយម៉ាត់បរោះខំដើរដោយអំណាចកែវផ្លូវដើរ7យប់បរោះដើរតែមួយថ្ងៃទាន់ប្រលប់ដល់ផ្ទះលុះបរោះទៅដល់ផ្ទះស្រែកហៅប្រពន្ធថានាងអើយនាងបើកទ្វារឲ្យបងទៅផងបងមកដល់ហើយឯប្រពន្ធជាស្រីអាក្រក់ក្បត់ចិត្តប្តីកំពុងតែដេកអោបសង្ហាយឮមាត់ប្តីហៅធ្វើជាថាអ្នកណាហៅអីប្តីអញមិននៅទេកុំមកហៅអញបរោះឮប្រពន្ធថាដូច្នេះនឹកថាប្រពន្ធចិត្តត្រង់នឹងខ្លួនក៏ឆ្លើយថាបងមកហើយនាងប្រពន្ធថាយីអ្នកទេឬខ្ញុំគិតថាមនុស្សផ្ដេផ្ដាសវាហៅខ្ញុំហើយមេនោះថាអ្នកចាំខ្ញុំអុជចន្លោះសិនតែវាបណ្ដោះសាហាយវាសោះបរោះក៏ជីកដីក្រោមចិត្តដើរកប់កែវនឹងខ្សែចងដំបងវាយឯងឆ្នាំងឆ្អិនឯងរួចលុបដីទៅមេនោះបណ្ដោះសាហាយវារួចវាអុជចន្លោះមកទទួលប្តីឡើងទៅលើផ្ទះរៀបបាយទឹកឲ្យប្តីស៊ីរួចវានាំប្តីចូលដេកពេលដេកវានិយាយថាអ្នកទៅស្រុកចិនបានអីមកញ៉ាវខ្ញុំខ្លះបរោះជាប្តីប្រាប់ប្រពន្ធថាបងគ្មានអីទេបងគេឲ្យខោមួយផាដើមមួយត្បូងមេនោះធ្វើជាស្រែកយំថាមិនមែនទេអ្នកកុហកខ្ញុំមិនដែលអ្នកណាទៅដល់បងហើយគេមានគេឲ្យផាដើមមួយត្បូងខោមួយដូចនេះទេបរោះនឹកពាក្យគ្រូផ្ដាំថាចូលដំណេកកុំនិយាយនឹងប្រពន្ធបរោះនោះក៏ថាណាហើយនាងចាំព្រឹកសឹមបងប្រាប់ឯសាហាយមេនោះវាលបស្ដាប់ក្រោមផ្ទះមេនោះសួរប្តីទៀតបរោះស្មានថាប្រពន្ធចិត្តត្រង់នឹងខ្លួនអាណិតប្រពន្ធនឹកចង់ប្រាប់តែក្រែងខុសនឹងបណ្ដាំគ្រូក៏រីរែកក្នុងចិត្តដល់មេនោះចេះតែទទូចសួរបរោះក៏ភ្លេចដោយយល់ឃើញថាយប់នេះស្ងាត់នឹងដោយមិនដឹងថាសាហាយប្រពន្ធនោះនៅក្រោមផ្ទះក៏ប្រាប់ប្រពន្ធថាបងកប់កែវជ្រូកមួយខ្សែចងឯងមួយដំបងវាយឯងមួយឆ្នាំងឆ្អិនឯងមួយនៅក្រោមចណ្ដាមុខផ្ទះសាហាយឮក៏មកកោះយកអស់បរោះនិងប្រពន្ធក៏ដេកលក់ទៅលុះព្រឹកឡើងបរោះនោះទៅរករបស់បាត់អស់ឃើញតែស្នាមបរោះនោះមិនចេញស្ដីឲ្យដឹងច្បាស់ថាប្រពន្ធមានសាហាយក៏ធ្វើឃ្នាងដាក់ចណ្ដើយកខ្សែចងអូសទៅប្តឹងចៅក្រមទទួលជំរះវាយចណ្ដើពិចារណាសួរថាចណ្ដើឯងទទួលបញ្ញាបរោះនេះម្ដេចឯងឲ្យគេលួចរបស់គេអស់ចៅក្រមហេតុតែជាអ្នកឥតប្រាជ្ញាមិនយល់ការរាក់ជ្រៅអានកបាំងក៏បបួលគ្នាសើចនឹងបរោះស្ដីឲ្យបរោះថានាំបង្កើតក្តីបរោះឯងឈួតគ្មានជីដូនជីតាណាគេប្តឹងនឹងចិត្តដើរដោយចៅឯងទេចៅឯងទៅរកអ្នកណាឲ្យគេជំរះចោះ
បុរសក៏ចងដណ្ដើរអូសចូលទៅក្នុងព្រះរាជវាំងពេលនោះជួនជាស្ដេចទ្រង់ចេញប្រថាប់នៅចុងព្រះរាជរោងទ្រង់បានទាត់ឃើញស្ដេចទ្រង់ឲ្យអាមាត្យរត់ទៅហៅបុរសនោះមកហើយទ្រង់មានព្រះបន្ទូលសួរថាដំណើរដូចម្ដេចបានជាអ្នកឃ្នៀងចណ្ដើរហើយចងអូសដូច្នេះតើមកពីហេតុអ្វីបុរសនោះក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសកាលដើមឡើយទូលព្រះបង្គំបានយករបស់ទៅជីកកប់ក្រោមចិន្តានេះផ្ញើចិន្តាឲ្យថែរក្សាឲ្យចិន្តានេះឲ្យមនុស្សមកលួចយកអស់បានជាទូលបង្គំពុំសុខចិត្តនឹងចិន្តានេះស្ដេចមានព្រះបន្ទូលសួរថារបស់អ្វីខ្លះបុរសក្រាបទូលថាខ្សែចងឯងឆ្នាំងឆ្អិនឯងនិងកែវដើរលើទឹកបានស្ដេចទ្រង់ជ្រាបទ្រង់ឲ្យបុរសយកចិន្តានោះមកថ្វាយព្រះអង្គទ្រង់ឲ្យអាមាត្យយកទុកហើយទ្រង់មានព្រះបន្ទូលថាប្រពន្ធចៅឯងមានសហាយចៅឯងនៅនឹងយើងចោះរួចទ្រង់ក៏ព្រះរាជទានសម្ពុតអាវឲ្យបុរសនោះស្លៀកពាក់បុរសនោះក៏ទៅគាល់បម្រើស្ដេចប្រមាណ3ថ្ងៃស្ដេចទ្រង់ព្រះរាជទានភូសាឲ្យបុរសនោះទ្រង់ផ្ដាំថាចូលឯងយកសម្ពុតដែលយើងឲ្យនេះទៅផ្ទះបើមានគេបបួលថាមកមើលរបាំចូលឯងកុំមកឯងឲ្យតែសម្ពុតនោះទៅប្រពន្ធឯងស្លៀកពាក់មកមើលរបាំចោះបុរសនោះទទួលព្រះរាជឱង្ការហើយថ្វាយបង្គំលាវិលទៅផ្ទះវិញឯប្រពន្ធឃើញប្តីបានសម្ពុតល្អធ្វើរឹកជាស្រឡាញ់ប្តីណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យប៉ាវកងថាឲ្យអស់ប្រជានុរាស្ត្រទាំងអស់មកមើលរបាំត្បិតស្ដេចចាត់ចែងរបាំឲ្យអស់រាស្ត្រមើលអស់អ្នកស្រុកក៏បបួលគ្នាទៅមើលល្ខោនត្រហឹងអង្ករមេប្រពន្ធបៀបបួលបុរសនោះថាអ្នកទៅមើលរបាំនឹងគេឬទេបុរសថានាងឯងយកសម្ពុតនេះស្លៀកទៅមើលរបាំនឹងគេចោះបងមិនទៅទេមេនោះឮប្តីឲ្យសម្ពុតល្អស្លៀកទៅមើលគេរាំក៏នឹកចង់ទៅឲ្យសហាយវាស្លៀកត្បិតប្តីមិនទៅមើលទេមេនោះបានសម្ពុតក៏រលះរលាំងចុះដើរទៅស្កាត់រកសហាយឃើញហើយក៏ឲ្យសម្ពុតនោះទៅសហាយស្លៀករួចបណ្ដើរគ្នាទៅក្នុងព្រះរាជវាំងចូលទៅមើលល្ខោនឈរទទឹមគ្នាស្ដេចទ្រង់ឲ្យទាហានក្រុមវាំងដើរល្បាតមើលបើឃើញនរណាស្លៀកសម្ពុតដែលទ្រង់ព្រះរាជទានឲ្យទៅបរោះនោះទ្រង់ឲ្យហៅមកទាំងប្រុសទាំងស្រីអស់ពួកទាហានក្រុមវាំងក៏ហៅអនុមេនោះមកថ្វាយស្ដេចទាត់ឃើញមិនមែនបរោះទើបទ្រង់ឲ្យហៅបរោះនោះមកទ្រង់សួរថាឯណាប្រពន្ធចៅឯងបរោះក្រាបទូលថានាងនេះហើយជាប្រពន្ធទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់មានព្រះបន្ទូលថាចុះប្រុសនេះចៅឯងស្គាល់ទេបរោះក្រាបទូលថាមិនស្គាល់ទេស្ដេចទ្រង់ឲ្យយកសម្ពុតកញ្ចាស់មកឲ្យហែកសហាយនោះវាផ្លាស់សម្ពុតថ្មីហើយទ្រង់សួរថាសម្ពុតនេះចៅឯងបានមកពីណាអាសហាយផិតភ័យក៏ក្រាបទូលថានាងនេះឲ្យទូលបង្គំជាខ្ញុំស្លៀកស្ដេចទ្រង់ត្រាស់សួរថាឯងលួចប្រពន្ធបរោះនេះមែនទេអាសហាយក្រាបទូលថាទូលព្រះបង្គំជាខ្ញុំលួចមែនទ្រង់សួរថាឯងលួចរបស់ដែលបរោះនោះគេកប់ក្រោមចិន្តាមែនឬទេអនុក្រាបទូលថាមែនស្ដេចទ្រង់ឲ្យបណ្ដាអនុទៅយករបស់ទាំងនោះមកទ្រង់សួរបរោះនោះថារបស់នេះជារបស់ចៅឯងហើយឬបរោះក្រាបទូលថានឹងហើយសូមទ្រង់អភ័យទោសវាឲ្យវាយកគ្នាជាប្តីប្រពន្ធចោះស្ដេចនឹងនិមឺនកោតចិត្តបរោះនោះក៏ទ្រង់លើកលែងទោសតាមពាក្យសុំបរោះនោះលើករបស់ទាំងអស់ថ្វាយស្ដេចដោយក្រាបទូលថាខ្សែនឹងដំបងនេះបើមាននរណាមកជាបច្ចាមិត្តសូមទ្រង់ប្រើខ្សែចងដំបងឲ្យវាយបច្ចាមិត្តនោះស្លាប់វិនិច្ឆ័យអស់បានឯឆ្នាំងនេះបើទ្រង់សពព្រះរាជហឫទ័យនិងព្រះស្ងោយអ្វីគ្រាន់តែទ្រង់ប្រាប់ថាឆ្នាំងឆ្អិនឡើងព្រះស្ងោយនោះនឹងឆ្អិនដោយព្រះរាជហឫទ័យកែវជ្រូកនេះទៀតបើសពព្រះរាជហឫទ័យយាងលើទឹកក៏ទ្រង់យាងបានស្ដេចនៅក្នុងព្រះទ័យថាទ្រព្យទាំងនេះជាទ្រព្យមានតម្លៃនឹងរកទ្រព្យអ្វីឲ្យស្មើនឹងតម្លៃរបស់បរោះនោះគ្មានទុកជាខ្លួនអញក្តីមហេសីក្តី
បុត្រក្តីទាំងទ្រពពេញនគរក្តីក៏ពុំស្មើនឹងបរោះនេះដែរហើយទ្រង់មានព្រះបន្ទូលទៅនឹងបរោះនោះថាអញគ្មានអ្វីនឹងតបថ្លៃទ្រព្យចៅទេមានតែបុត្រីមួយនឹងរាជសម្បត្តិអញលើកឲ្យជាតម្លៃទ្រព្យចៅបរោះក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសទូលព្រះបង្គំជាខ្ញុំជាមនុស្សកំសត់ពុំប្រាថ្នារាជសម្បត្តិនិងព្រះរាជបុត្រីល្អដោយធលីព្រះបាទទេបើទ្រង់ព្រះមេត្តាប្រោសសូមព្រះរាជទានតែកំបិតបន្ទះមួយចោះស្ដេចទ្រង់ជ្រាបដូច្នេះទ្រង់មានព្រះបន្ទូលឲ្យជាងដែកយកដែក10ហាប់ទៅសិតធ្វើកំបិតបន្ទះមួយកំបិតបន្ទះនោះយកក្តារដាក់ត្រួត7ជាន់គ្រាន់តែអូសកាត់ក៏ដាច់មិនដឹងខ្លួនទ្រង់ឲ្យធ្វើស្រោមដាក់ហើយទ្រង់ព្រះរាជទានទៅបរោះនោះដោយហេតុស្ដេចព្រះរាជទានព្រះរាជបុត្រីនឹងរាជសម្បត្តិបរោះនោះមិនយកទៅយកកំបិតបន្ទះមួយដងបានជាអ្នកស្រុកគេសន្មតហៅថាចៅកំបិតបន្ទះដងមួយតាមហេតុនេះចៅកំបិតបន្ទះនោះដើរទៅដល់នគរមួយទៀតក៏ទៅសុំស្នាក់នៅផ្ទះមហាសេដ្ឋីមួយសេដ្ឋីនោះមានកូនស្រីមួយគ្មានកូនប្រុសកាលបើឃើញចៅកំបិតបន្ទះដងមួយមកសុំស្នាក់ដូច្នេះក៏មានចិត្តអាណិតស្រឡាញ់ឲ្យទៅធ្វើជាកូនចៅកំបិតបន្ទះដងមួយតាំងពីបានមហាសេដ្ឋីធ្វើឪពុកថ្ងៃណាក៏ថែរក្សាទ្រព្យរបស់ដាក់ទឿនខ្ញុំកុំដកឲ្យធ្វើការរកស៊ីមិនឲ្យមហាសេដ្ឋីព្រួយចិត្តឡើយមហាសេដ្ឋីក៏មានចិត្តអាណិតស្រឡាញ់ចៅកំបិតបន្ទះដងមួយលើសកូនបង្កើតជួនជាពេលនោះស្ដេចទ្រង់ចង់ពិសោធន៍រកនិមឺនមានប្រាជ្ញាចេះរក្សាទឹកដីជួនទ្រង់បានទ្រង់ក៏ឲ្យរៀបទីព្រះតេងក្រាលពុកព្រែកធំដាក់ចំណីអាហារបើមន្ត្រីណាត្រូវវេនចាំវាំងឲ្យស៊ីដេករៀងទៅអស់និមឺនក៏ទៅបរិភោគចំណីនោះហើយដេកនៅទីព្រះតេងនោះស្ដេចទ្រង់លបចេញមកទាត់ឃើញដេកពុំភ្ញាក់ក៏ទ្រង់ឲ្យដាស់ឡើងចាប់យកទៅកាប់ចោលតែត្រូវនិមឺនណាដេកវេននិមឺននោះស្លាប់ដល់វេនសេដ្ឋីក៏ឲ្យប្រពន្ធរៀបចំធ្វើបុណ្យឲ្យខ្លួនដោយនឹកថាតែទៅដេកវេនហើយមិនដែលនរណារស់មួយទេអស់ប្រពន្ធកូនបងប្អូនញាតិសន្តានខ្ញុំកំដរយំត្រហឹងអង្ករសេដ្ឋីដេកសន្ធឹងសន្ថៃអាហារចំណីក៏ពុំបរិភោគចៅកំបិតបន្ទះដងមួយលឺគេយំរាល់គ្នាក៏ទៅសួរមហាសេដ្ឋីជាឪពុកថាលោកឪពុកហេតុអ្វីបានជាគេយំត្រហឹងអង្ករហើយលោកឪពុកសម្រានសន្ធឹងសន្ថៃអាហារចំណីក៏មិនពិសាដូច្នេះតើមានការអ្វីសូមលោកឪពុកប្រាប់ខ្ញុំឲ្យបានដឹងផងមហាសេដ្ឋីឮចៅកំបិតបន្ទះដងមួយសួរដូច្នេះក៏ប្រាប់កូនថាអោកូនអើយឪពុកបានអ្នកមកធ្វើកូនថ្ងៃណាឪពុកគ្មានទាស់ចិត្តទេឪពុកនឹកថានឹងបាននៅរក្សាអ្នកនឹងទំនប់បំរុងអ្នកឲ្យស្នងឪពុកឥឡូវឪពុកស្លាប់ល្ងាចនេះហើយត្បិតស្ដេចឲ្យទៅដេកចាំវាំងតែនិមឺនណាទៅដេកមុខជាស្លាប់ពុំខានឡើយបើអត់ពីឪពុកទៅកូននៅត្រូវរក្សាម្ដាយនិងប្អូនស្រីផងឯចៅកំបិតបន្ទះដងមួយឮឪពុកនិយាយប្រាប់ដូច្នេះក៏ជម្រាបថាសូមលោកពុកក្រោកឡើងពីសាក្រយ៉ាចោះការដេកចាំវាំងលោកឪពុកកុំថប់ទុកការងារឲ្យខ្ញុំសូមទៅដេកស្លាប់ជួសលោកឪពុកមហាសេដ្ឋីថាណាស់ហើយកូនខ្លួនអ្នកនៅក្មេងខ្លួនឪពុកចាស់ហើយក៏ល្មមស្លាប់ដែរចៅកំបិតបន្ទះដងមួយជម្រាបមហាសេដ្ឋីជាឪពុកថាការទៅដេកចាំវាំងនេះបើនរណាទៅដេកមិនដឹងកលក៏ស្លាប់បើដឹងកលមិនស្លាប់ទេឯនិមឺនទាំងអស់ដែលស្លាប់នោះសុទ្ធតែគ្មានដឹងកលទេមានតែខ្ញុំទើបដឹងកលស្ដេចមហាសេដ្ឋីឮចៅកំបិតបន្ទះនិយាយដូច្នេះក៏ក្រោកឡើងបរិភោគបាយងុយទឹកលុះដល់ល្ងាចចៅកំបិតបន្ទះដងមួយក៏កាន់កំបិតចុះដើរទៅលុះដល់វាំងពួកនិមឺនប្រគល់របស់ដែលរៀបបំរុងនោះឲ្យចៅកំបិតបន្ទះដងមួយហើយនឹកថាអោស្ដេចនេះទ្រង់សពព្រះតីរើសរកនិមឺនណាមានគំនិតល្អអាចរក្សាទឹកដីបានជាទ្រង់ពិសោធន៍យ៉ាងនេះចៅកំបិតបន្ទះដងមួយពុំដេកសោះ
ថយទៅអង្គុយឆ្ងាយពីយាមទីពីរនោះលុះអាត្រៀតស្ងាត់ស្ដេចខ្លាញ់ព្រះអង្គចេញមកចៅកំបិតបន្ទះឃើញស្គាល់ជាស្ដេចក៏សង្ងំពួនបំបាំងនៅសសរស្ដេចយាងមកដល់ទ្រង់ទាត់ទៅឃើញចំណីនៅដដែលទ្រង់ក៏ព្រះសន្ធិដ្ឋក្បែរសសរចៅកំបិតបន្ទះដងមួយស្រែកថាប៉េះកាប់អាចោមកពីណាមកគិតលួចរបស់ស្ដេចភ្ញាក់ហើយទ្រង់រត់ទៅចៅកំបិតបន្ទះក៏ស្ទុះរត់ដេញបណ្ដោយស្ដេចទ្រង់គេចនឹងចុងសសរក្នុងព្រះរាជរោងចៅកំបិតបន្ទះធ្វើជាកាប់ផុតមិនឲ្យត្រូវតែសសរចុងព្រះរាជរោងស្ដេចទ្រង់គេចពីសសរមួយទៅសសរមួយគ្រប់តែសសរចៅកំបិតបន្ទះកាប់បង្ខុសពីស្ដេចឲ្យត្រូវសសរគ្រប់តែសសរចុងព្រះរាជរោងដោយមិនដឹងជាដាច់ឡើយទោះតែស្ដេចស្រែកថាអញទេអញជាស្ដេចទេទើបចៅកំបិតបន្ទះដងមួយលែងដេញស្ដេចក៏ចូលទៅក្នុងព្រះរាជដំណាក់ចៅកំបិតបន្ទះក៏វិលមកកន្លែងដដែលលុះព្រឹកឡើងចៅកំបិតបន្ទះទៅដល់ផ្ទះមានខ្យល់បក់មកឯក្រោយក៏រលំចុងព្រះរាជរោងទាំងអស់ស្ដេចទ្រង់សួរថាវេននរណាដេកចាំយប់មិញអាមាត្យក្រាបទូលថាត្រូវវេនមហាសេដ្ឋីស្ដេចទ្រង់ឲ្យអាមាត្យទៅសួរមហាសេដ្ឋីថាលោកអ្នកណាដេកចាំវាងយប់មិញមហាសេដ្ឋីប្រាប់ថាកូនខ្ញុំអាមាត្យថាឥឡូវសត្រូវកាប់ចុងព្រះរាជរោងរលំអស់បានជាស្ដេចទ្រង់ឲ្យហៅលោកទៅមហាសេដ្ឋីឮអាមាត្យប្រាប់ដូច្នេះក៏ផិតភ័យនឹកថាអោកូនអើយសុំខ្លួនទៅដេកចាំវាងជួសឪពុកនឹកថាឲ្យបានសេចក្តីសុខឥឡូវម្ដេចក៏សត្រូវចូលកាប់ចុងព្រះរាជរោងបានមហាសេដ្ឋីក៏បារម្ភខ្លួនខ្លាចស្លាប់លុះដើរទៅដល់ចុងព្រះរាជរោងឃើញចុងព្រះរាជរោងរលំអស់ក៏រឹតតែផិតភ័យជាថ្មីទៀតអាមាត្យនាំមហាសេដ្ឋីទៅដល់ស្ដេចទ្រង់សួរថាមហាសេដ្ឋីត្រូវវេនអ្នកឬអ្នកណាយប់មិញមហាសេដ្ឋីក្រាបទូលថាត្រូវវេនទូលព្រះបង្គំជាខ្ញុំស្ដេចមានព្រះបន្ទូលថានរណាដេកចាំវាំងសេដ្ឋីទូលថាកូនទូលព្រះបង្គំជាខ្ញុំទទួលព្រះរាជទានដំណេកចាំវាំងទ្រង់មានព្រះបន្ទូលថាមហាសេដ្ឋីអ្នកមានកូនប្រុសពីកាលណាក្រែងអ្នកមានតែកូនស្រីទេឬមហាសេដ្ឋីក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសកូនរបស់ទូលព្រះបង្គំជាខ្ញុំនេះកំព្រាមិនដឹងមកពីណាទូលព្រះបង្គំជាខ្ញុំឃើញកំព្រាក៏សុំជាកូនត្បិតគ្មានកូនប្រុសស្ដេចមានព្រះបន្ទូលថាបើដូច្នេះឲ្យទៅហៅមកអាមាត្យក៏រត់ទៅហៅចៅកំបិតបន្ទះដងមួយមហាសេដ្ឋីរត់តែផិតភ័យនឹកថាអោកូនអើយសំស្លាប់ជាមួយឪពុកថ្ងៃនេះជាប្រកាសពុំលេងអាមាត្យដែលទៅហៅចៅកំបិតបន្ទះលុះទៅដល់ប្រាប់ប្រពន្ធមហាសេដ្ឋីថាអ្នកស្រីស្ដេចទ្រង់ឲ្យហៅកូនប្រុសអ្នកនាងជាប្រពន្ធមហាសេដ្ឋីថាអោអ្នកអាមាត្យអើយឥឡូវវាដេកទៅហើយព្រោះយប់មិញទៅដេកចាំវាងអស់ងងុយទល់ព្រឹកអាមាត្យថាទេបើទុកជាអស់ងងុយយ៉ាងណាក៏ដាស់ឡើងត្បិតស្ដេចទ្រង់ប្រញាប់ប្រពន្ធមហាសេដ្ឋីប្រណីកូនមិនហ៊ានដាស់បញ្ជូនកូនស្រីឲ្យទៅដាស់ថានាងឯងទៅដាស់បងឡើងឯកូនស្រីប្រកែកថាទេម៉ែខ្ញុំមិនហ៊ានទៅដាស់ទេព្រោះគាត់ទើបនឹងសម្រានអបានមិញចៅកំបិតបន្ទះលើគេមាត់ក៏រលឹកឡើងចេញទៅក្រៅម្ដាយឃើញកូនរលឹកប្រាប់កូនថាកូនស្ដេចទ្រង់ឲ្យហៅកូនទៅឥឡូវរាជបម្រើគេអង្គុយតែចាំចៅកំបិតបន្ទះក៏លុបមុខសិតសក់ស្លោះកញ្ចក់ស្លៀកសំពត់ចុះទៅជាមួយអាមាត្យទៅដល់ស្ដេចមានព្រះបន្ទូលសួរថានឹងហើយឬកូនអ្នកឯងមហាសេដ្ឋីមហាសេដ្ឋីទូលថាសូមទ្រង់ព្រះមេត្តាប្រោះនឹងហើយកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សួរថានរណាដេកចាំវាងយប់មិញចៅកំបិតបន្ទះដងមួយក្រាបទូលថាទូលព្រះបង្គំជាខ្ញុំទទួលព្រះរាជទានដំណេកយប់មិញស្ដេចទ្រង់ព្រះសណ្ដាប់ហើយទ្រង់មានព្រះបន្ទូលទៅនឹងមហាសេដ្ឋីថាមហាសេដ្ឋីការដែលដាច់រលំព្រះរាជរោងអញនេះអញពុំមានចិត្តខឹងទេធ្វើឡើងជាថ្មីទៀតបានតែរើសរកមនុស្សដោយកូនអ្នកនេះមិនបានទេនេះហើយទើបគេហៅថាមនុស្សពេញលក្ខណៈហើយទ្រង់សួរថាចៅឯងឈ្មោះអ្វី
ចៅកំបិតបន្ទះដងមួយក្រាបទូលថាទូលព្រះបង្គំជាខ្ញុំឈ្មោះចៅកំបិតដងមួយស្ដេចមានព្រះបន្ទូលថាចៅកំបិតបន្ទះយប់មិញដែលឯងដេញកាប់អញនោះតែកាប់នឹងអ្វីចៅកំបិតបន្ទះដងមួយក្រាបទូលថាទូលព្រះបង្គំកាប់នឹងកំបិតបន្ទះដងមួយទ្រង់មានព្រះបន្ទូលថាចៅឯងយកកំបិតបន្ទះនោះមកមើលបើថាឯងកាប់នឹងកំបិតបន្ទះនោះមែនចៅកំបិតបន្ទះដងមួយទូលថាសូមទ្រង់ព្រះមេត្តាប្រោសបើទ្រង់ចង់ជ្រាបថាកំបិតបន្ទះនេះមុតឬមិនមុតទ្រង់ឲ្យយកក្តារមកដាក់តម្រួតគ្នា7ជាន់ទូលព្រះបង្គំគ្រាន់តែអូសថ្វាយទតស្ដេចពុំជឿទ្រង់បង្គាប់អាមាត្យឲ្យយកក្តារមកដាក់ត្រួតគ្នា7ជាន់ហើយទ្រង់ឲ្យចៅកំបិតបន្ទះដងមួយយកកំបិតបន្ទះនោះអូសដើម្បីទ្រង់ទាត់ចៅកំបិតបន្ទះដងមួយក៏យកកំបិតបន្ទះទៅអូសកាត់ទៅតឹងរួចស្ដេចទ្រង់សួរថាដាច់ហើយឬនៅចៅកំបិតបន្ទះដងមួយក្រាបទូលថាដាច់ហើយស្ដេចមានព្រះបន្ទូលថាបើដាច់ហើយម្ដេចក៏គ្មានស្នាមចៅកំបិតបន្ទះដងមួយក្រាបទូលទៀតថាសូមទ្រង់ព្រះមេត្តាប្រោសបើទ្រង់ពុំជឿឲ្យមនុស្សទាញចុងដើមមើលទើបទ្រង់ជ្រាបថាវាដាច់ឬមិនដាច់ស្ដេចឮចៅកំបិតបន្ទះដងមួយក្រាបទូលដូច្នេះទ្រង់ឲ្យអាមាត្យចាប់ទាញចុងដើមឃើញដាច់ចេញពីគ្នាដូចគេកាត់កាលទ្រង់ទាត់ឃើញក្តារដាច់ចេញពីគ្នាដូច្នេះទើបទ្រង់ភ័យជាខាងក្រោយដោយទ្រង់នឹកក្នុងព្រះទ័យថាយប់មិញបើប្រសិនជាចៅកំបិតបន្ទះដងមួយវាកាប់ត្រូវអញសមអញស្លាប់បងអាសាគ្មាននរណាសមសោះនេះហេតុតែបុណ្យអញមានបានជាមិនស្លាប់ព្រះមហាក្សត្រទ្រង់ទាត់យល់ដូច្នេះហើយទ្រង់មានព្រះបន្ទូលប្រាប់មហាសេដ្ឋីថាកូនអ្នកនេះទើបពេញជាមនុស្សចេះរក្សាទឹកដីមែនអាចធ្វើជាមន្ត្រីរក្សាស្ដេចបានមន្ត្រីអញទាំងអស់ដែលស្លាប់ទៅនោះគ្មានអ្នកណាមួយចេះដឹងខុសត្រូវរក្សាទឹកដីរក្សាស្ដេចបានទេទីកន្លែងអញវាដេកចំណីអញវាហ៊ានស៊ីបើចំណីនឹងដំណេកអញវាហ៊ានធ្វើយ៉ាងនេះទៅហើយប្រសិនបើអញមិននៅមើលទៅចិត្តនេះមើលដែលអញសម្លាប់នេះប្រហែលជាវាហ៊ានឡើងដេកនឹងប្រពន្ធកូនអញមិនឡែងឡើយហើយទ្រង់បង្គាប់មហាសេដ្ឋីថាមហាសេដ្ឋីកូនស្រីរបស់អ្នកត្រូវអ្នករៀបសំផ្គុំឲ្យជាប្រពន្ធចៅកំបិតបន្ទះដងមួយទៅឯមហាសេដ្ឋីនិងចៅកំបិតបន្ទះដងមួយក៏ថ្វាយបង្គំលាស្ដេចវិលមកផ្ទះវិញមហាសេដ្ឋីបានរៀបធ្វើរោមផ្កាស្លាដើម្បីរៀបការកូនស្រីផ្សំផ្គុំនឹងចៅកំបិតបន្ទះដងមួយនោះហើយមហាសេដ្ឋីអញ្ជើញអស់អ្នកមុខការអុកញ៉ាពញាព្រះជំទាវខុនណាងសាច់ញាតិជិតខាងមកពិសាការដល់បានអ្នកខិតរិទ្ធវេលាល្អក៏រៀបពិធីមង្គលការចងដៃឲ្យពរជ័យសិរីសួស្តីផ្សំចៅកំបិតបន្ទះដងមួយនឹងកូនស្រីជាប្តីប្រពន្ធស្រេចបរិបូរជាសុខសប្បាយទៅឯចៅកំបិតបន្ទះលុះមានប្រពន្ធកាលណាពុំមានខ្ជិលច្រអូសឡើយតែងតែទៅគាល់ស្ដេចតែសពថ្ងៃរៀងទៅលុះព្រះរាជាកាន់តែចាស់ជរាទ្រង់នឹកក្នុងព្រះចិន្តាថាអញចាស់ជរាហើយនឹងរកបុត្រគ្មានតែបុត្រីអំណើពីអញទៅនគរអញនឹងសូន្យព្រោះគ្មានកូនណានឹងសោយរាជស្នងអញនេះបានឥឡូវឃើញតែចៅកំបិតបន្ទះនេះវាមានចំណេះប្រាជ្ញាកិរិយាមាយាទល្អណាស់ដូច្នេះគួរអញផ្សំគុំបុត្រីអញឲ្យទៅវាសោយរាជស្នងអញរក្សាអស់អាណាប្រជានុរាចោះស្ដេចទ្រង់ព្រះតម្រេះក្នុងព្រះចិន្តាតែប៉ុណ្ណេះក៏ទ្រង់ព្រះបញ្ជាឲ្យសង់រោងមង្គលអាពាហ៍ពិពាហ៍ទ្រង់ឲ្យហៅគុណគោរោគអ្នកខិតរិទ្ធវេលាល្អហើយទ្រង់ឲ្យមហាសេដ្ឋីនាំចៅកំបិតបន្ទះដងមួយទៅថ្វាយព្រះអង្គទ្រង់អភិសេកឲ្យសោយរាជសម្បត្តិជាស្ដេចរក្សាអស់ប្រជានុរាជាសុខសប្បាយតទៅឯនាងជាកូនមហាសេដ្ឋីក៏ទ្រង់ឲ្យយកទៅជាមួយគ្នាទ្រង់ឲ្យមហាសេដ្ឋីធ្វើជាអគ្គមហាសេនាសម្រាប់ធ្វើរាជការរក្សាព្រះនគរស្នងព្រះអង្គក្រោយមកព្រះមហាក្សត្រជាព្រះវរបិតាទ្រង់ចាស់ជរាទ្រង់ព្រះទីវង្គតទៅស្ដេចកំបិតបន្ទះឲ្យធ្វើសាលាសង់មេរុប្រាសាទបូជាព្រះសពព្រះបិតាមាតា
ធ្វើបុណ្យឆ្លងហើយធ្វើព្រះចេតិយបញ្ចុះធាតុទាំងពីរព្រះអង្គស្ដេចកំបិតបន្ទះក៏គង់នៅជាសុខឥតទុក្ខសោករោគាបៀតបៀនឡើយហើយទ្រង់នឹកចង់ទៅថ្វាយបង្គំស្ដេចដែលទ្រង់ឲ្យធ្វើកំបិតបន្ទះព្រះរាជទានមកកាលដែលជាបរោះនៅឡើយរួចទ្រង់ឲ្យមន្ត្រីរៀបកេណ្ឌពលថ្មើរជើងរៀបចំព្រះទីនាំងអប្សររួចហើយទ្រង់ផ្ដាំអគ្គមហាសេនាឲ្យថែរក្សាព្រះរាជវាំងមើលព្រះអគ្គមហេសីទាំងពីរហើយស្ដេចយាងឡើងព្រះទីនាំងបរចេញទៅ3ខែទើបដល់លុះស្ដេចយាងដល់ហើយក៏ទ្រង់ឲ្យអាមាត្យចូលទទួលថាត្បិតស្ដេចកំបិតបន្ទះដងមួយដែលកាលពីដើមបានថ្វាយខ្សែចងដំបងវាយឯងឆ្នាំងឆ្អិនឯងហើយកែវជ្រូកដើរលើទឹកហើយទ្រង់ឲ្យធ្វើកំបិតបន្ទះដងមួយព្រះរាជទានទៅឥឡូវបានសោយរាជ្យជាស្ដេចចូលមកថ្វាយបង្គំព្រះអង្គអាមាត្យទទួលព្រះបណ្ដាំក៏ថ្វាយបង្គំទូលស្ដេចនោះតាមព្រះបញ្ជាស្ដេចទ្រង់នោះជ្រាបក៏ទ្រង់ឲ្យរៀបទទួលយ៉ាងមហោឡារិកអាមាត្យវិលទទួលស្ដេចកំបិតបន្ទះវិញថាស្ដេចម្ចាស់នគរសូមព្រះអង្គយាងចូលទៅឆាប់ត្បិតទ្រង់រលឹកណាស់ឯស្ដេចកំបិតបន្ទះក៏ទ្រង់ឲ្យពួករេពលយោធាដង្ហែព្រះអង្គចូលទៅស្ដេចម្ចាស់នគរទាត់ទៅស្ដេចកំបិតបន្ទះឃើញប្លែកណាស់ស្ទើរពុំស្គាល់ក៏ទ្រង់ចុះចុងព្រះរាជរោងមកទទួលចាប់ព្រះហស្ថនាំឡើងទៅហើយទ្រង់រៀបជប់លៀងអស់ពួកនីមើលសពមុខមន្ត្រីឲ្យស៊ីផឹកសប្បាយហើយស្ដេចម្ចាស់នគរទ្រង់គិតក្នុងប្រតិថាខ្លួនអញចាស់ហើយគ្មានបុត្រានឹងសោយរាជស្នងឥឡូវចៅកំបិតបន្ទះនេះមានបុណ្យណាស់បានសោយរាជជាស្ដេចអញមានបុត្រីមួយនេះមិនដឹងឲ្យទៅអ្នកណាទ្រង់ព្រះតម្រេះដូច្នេះហើយក៏ទ្រង់ឲ្យរៀបមង្គលអាពាហ៍ពិពាហ៍ផ្សំគុំព្រះរាជបុត្រីនិងស្ដេចចៅកំបិតបន្ទះនោះអភិសេកឲ្យសោយរាជជាស្ដេចទៅឯខ្សែចងដំបងវាយឆ្នាំងឆ្អិនឯងកែវជ្រូកស្ដេចជាព្រះបិតាលើកព្រះរាជទានព្រះរាជបុត្រទាំងអស់ស្ដេចកំបិតបន្ទះលុះបានសោយរាជនគរពីរហើយនឹកដល់បងនៅស្រុកចិនទ្រង់ក៏ឲ្យប្រើយកបងមកពីស្រុកចិនមកធ្វើជាអគ្គមហាសេនាស្ដីការរាជការជាធំក្នុងនគរហើយស្ដេចកំបិតបន្ទះថ្វាយបង្គំលាព្រះមាតាបិតាផ្ដាំបងឲ្យមើលការរាជការរក្សាវាំងហើយស្ដេចយាងវិលទៅនគរដើមវិញតែងយាងទៅយាងមកទាត់ការខុសត្រូវថែទាំរក្សាអស់ប្រជានុរាស្ត្រជាសុខសប្បាយតរៀងទៅនឿយណាយកុំដេកយកប្រពន្ធឲ្យមើលម្ដាយក្មេកដេកយប់កុំនិយាយនឹងស្រី